បាទជំរាបសួរបងប្អូនណាគ្រប់ស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះរៀបចំផ្ញើវ៉ាន់ឲ្យភ្ញៀវបាទប្រភេទក្លឹមនកាខ្មៅបាទសាងជាតួអង្គភក្ត្រនេះជូនបងប្រុសនៅខាងលេងស្រេងបាទរាជធានីភ្នំពេញបាទណាត់មេបតោងបងប្អូនណាណាត់មេបតោងពោះបាន8ហ៊ុនកន្លះបាទក្លឹមនកាខ្មៅឆ្លក់បងប្អូនណាឆ្លក់ផលឈួលអត់បានទេអត់ពាក់ម៉ាស់ឆ្លក់មកនៅចង្ងាយ2ម៉ែត្រ3ម៉ែត្រក៏ឆ្លក់ដែរបាទហើយគាត់កំងចំនួន3អង្គបាទអសរក្លំកាត់ខ្មៅទាំងអស់ណាហើយនេះពហោះ8បាទ8ហ៊ុនកន្លះដូចគ្នាស្នាដមេបតោងដូចគ្នាបាទរៀបចំផ្ញើជូនបងប្រុសនៅខាងវែងស្រេងបាទភ្នំពេញហើយនេះដៃ4បាទពហោះ4បាទមេបតោងដូចគ្នាគាត់កំងដៃ4មួយអង្គហើយនឹងដៃ8មួយអង្គอันนี้ก็ក្លឹមតកាខ្មៅដែរបងប្អូនណាលោកតាស័យដួងកៅបាទពោះ7ហ៊ុនកន្លះបាទណាត់តោងបាទอันนี้ក៏របស់គាត់ដែរដោយសារគាត់យកមកនេះដើម្បីដាក់ឲ្យប៉ុនគ្នាគាត់យកដាក់មកគូបាទហើយអង្គនេះក៏ខ្ញុំឆ្លាក់ឲ្យគាត់ដែរបាទឆ្លាក់យូរហើយបាទអង្គនេះឆ្លាក់ចូល2ឆ្នាំ3ឆ្នាំហើយបាទហើយឥឡូវគាត់យកមកឲ្យដាក់ចឹងទៅដើម្បីគួបទៅប៉ុនគ្នាគាត់ដាក់សងខាងជាមួយខ្សែអញ្ចឹងបាទហើយអេស័យចង្ក្រមហើយនិងអេស័យដងកៅបានមកគូតែម្ដងបាទ2អង្គហើយសម្រាប់ខាងនេះបាទលោកតាអេស័យបាទប្រសាទបាទគង់លើក្បាលខ្លាបាទសាងពីពៅដោះដើមស្លែងគង់បាទហើយក៏គាត់ជាវទៅដែរនេះរបស់ខ្ញុំតែគាត់ជាវទៅបាទចាំរៀបចំផ្ញើជូនគាត់ដែរបាទហើយនៅខាងនេះបាទស្គៀនរៃបងប្អូនណាសោបបាទណុកហើយនេះគឺជារបស់ខ្ញុំបានទេបាទហើយបងប្អូនណាគាត់មានវិស័យគាត់ចង់ចែកជាវអីបាទអាចតាក់ទងខ្ញុំបានបាទអង្គកវាងមតិបាទពហោះបាទ6បាទបើយើងឆ្លាក់ដាច់ពហោះ8បាទតែយើងដាក់បានអូនទេពហោះ6បាទភាសាសាច់រៀងស្ដើងមកដែរបាទសាច់បានមហ៊ុនជាងបាទយើងឆ្លាក់ពហោះចេះបាទស្អាតធៀមវៃបាទសោបឯណុកហើយបាទពាក់អត់ខ្មៅអត់ច្រេះអត់អីបងណាអត់ខ្មៅអត់ច្រេះអីទេបាទហើយសម្រាប់នៅខាងនេះប្រម៉ែធរនេះបាទសាងចេញពីបាទបញ្ញាកាយដើមលៀបបាទសាង3អង្គបាទព្រឹកមិញភ្ញៀវគាត់មកជាវទៅមួយអង្គហើយបាទអត់ទាន់មកស្រោបផងគាត់ជាវទៅហើយបាទហើយនៅខាងនេះអង្គសេវលីបាទមហាលៀបបាទសាងពីពៅដោះដើមក្រសាំងបាទបងប្អូនណាដែលគាត់ឆ្លាញ់បាទគាត់អាចចែកជាវបានដោយសារអត់ទាន់មានម្ចាស់ទេបាទស្អាតបាទយើងមើលចេះអត់សូវច្បាស់ទេបងប្អូនណាបាទបើយើងយកមើលផ្ទាល់ដៃបាទច្បាស់ល្អបាទហើយនៅខាងនេះបាទអង្គកម្ចៃណាបាទសាងពីបាទពៅដោះដើមក្រសាំងដែរបាទហើយនៅខាងនេះបាទដើមក្រសាំងដែរបាទនេះបាទដើមក្រសាំងមកនៅ3អង្គបាទសម្រាប់ពៅដោះណាបាទកែវនឹងអស់ហើយបាទហើយចិត្តដល់ថ្ងៃសម្រាប់ហើយបងប្អូនណាបាទខ្ញុំសម្រាប់បិទបាទថ្ងៃទី11បាទភាសាទៅលេងស្រុកបាទចូលឆ្នាំណាបងប្អូនណាទៅ2ខែណាអញ្ចឹងយើងបិទមុនគេ2 3ថ្ងៃបាទយើងទៅឆ្ងាយអញ្ចឹង2ខែយើងបិទមុនគេ2 3ថ្ងៃដើម្បីទៅលេងពុកដាយទាំងខាងខ្ញុំហើយនិងខាងប្រពន្ធបាទហ្នឹងហើយចឹងវីដេអូនេះមិនតែប៉ុណ្្នឹងទេបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ចែកជាវបាទពៅដោះឬក៏អង្គក្វាមឬក៏អង្គអីផ្សេងបាទអាចឆាតមកខ្ញុំបានបាទនេះថ្មទឹកឃ្មុំបាទຂະຫນາດ17លីបាទនៅមួយខ្សែបាទស្អាតណាបាទហើយនេះកុចកលៀបាទចឹងអរគុណច្រើនបាទបងប្អូនទាំងអស់គ្នាបាទជំរាបលា